បានលោកគ្រូមហាជុំសូមគោរពជំរាបសួរលោកអ្នកទាំងអស់ជាទីគោរពណាបាទខ្ញុំសូមទូទាញនៅជោគជតារាសីសម្រាប់លោកអ្នកកើតនៅឆ្នាំទាំង12សម្រាប់ថ្ងៃអង្គារទី25ខែសីហាឆ្នាំ2026លោកអ្នកទាំងអស់គ្នាជាទីគោរពការទូទាញនៅរាសីប្រចាំថ្ងៃខ្ញុំលោកគ្រូមហាជុំខ្ញុំតែងតែគុណគូនៅលេខសំណាងសម្រាប់ឆ្នាំរបស់លោកអ្នកនីមួយក៏ដូចជាគុណគូនៅពណ៌សំណាងទៅតាមក្បួនហុងស៊ុយសម្រាប់ឆ្នាំនីមួយដូច្នេះសូមលោកអ្នកពាក់នៅសម្លៀកបំពាក់ទៅតាមឆ្នាំរបស់លោកអ្នកដែលខ្ញុំបានរៀបចំជូនដើម្បីទទួលបាននៅហុងស៊ុយល្អរាសីឡើងក៏ដូចជាលោកអ្នក comment និង share នៅវីដេអូដាក់នៅលេខសំណាងដែលខ្ញុំបានរៀបចំជូនប្រសិនបើលោកអ្នកជឿជាក់លោកអ្នកនឹងទទួលបានផលល្អខ្ញុំសូមចាប់ផ្ដើមទូទាញនៅជោគជតារាសីសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតសម្រាប់ថ្ងៃអង្គារទី25ខែសីហាឆ្នាំ2026ជូនដល់លោកអ្នកដែលកើតនៅឆ្នាំជូតលេខសំណាងលេខ419ចំណែកពណ៌សំណាងគឺពណ៌ផ្កាឈូកលោកអ្នកនៅថ្ងៃអង្គារនេះលោកអ្នកមានអារម្មណ៍មួម៉ៅក្តៅក្រហាយលោកអ្នកមិនសូវសប្បាយចិត្តរីករាយប្រមាណទេដូច្នេះសូមលោកអ្នកដែលកើតនៅឆ្នាំជូតសូមមានការអត់ធ្មត់ឲ្យបានច្រើននោះលោកអ្នកនឹងល្អខឹងខុសខឹងខាតលោកអ្នកដែលកើតនៅឆ្នាំឆ្លូវលេខសំណាងគឺលេខ832ពណ៌សំណាងគឺពណ៌ក្រហមរាសីរបស់លោកអ្នកនៅថ្ងៃអង្គារទី25សីហាសូមលោកអ្នកដែលកើតនៅឆ្នាំឆ្លូវលោកអ្នកប្រយ័ត្នទប់កំហឹងឲ្យបានច្រើនលោកអ្នកត្រូវឆ្លោះគ្នាជាមួយនឹងស្វាមីឬមួយក៏ភរិយាឬមួយក៏អ្នកដែលនៅជុំវិញខ្លួនដូច្នេះលោកអ្នកអត់ធ្មត់ឲ្យបានកាន់តែច្រើនកាន់តែល្អលោកអ្នកកុំឲ្យមានចំនួនឈ្លោះទាស់តែងគ្នាសម្រាប់ថ្ងៃអង្គារណាបងប្អូនបាទលោកអ្នកដែលកើតនៅឆ្នាំខាលលេខសំណាងគឺលេខ419ពណ៌សំណាងគឺពណ៌ទឹកសណ្ដែកបាទសូមអធិស្ឋានឆ្នាំខាលលេខសំណាងលេខ116ពណ៌សំណាងពណ៌ទឹកសណ្ដែករាសីរបស់អស់លោកអ្នកដែលកើតនៅឆ្នាំខាលលោកអ្នកនឹងមានបញ្ហារឿងលុយកាក់ដែលយើងហៅថាស្ទះលុយអញ្ចឹងសូមអ្នកដែលកើតនៅឆ្នាំខាលលោកអ្នកចាយវាយដោយប្រយ័ត្នប្រយែងហើយមានការរិះថាំអត់ធ្មត់បើមិនដូច្នោះទេតែចាយទៅដោយគ្មានការពិចារណាលោកអ្នកនឹងមានវិបត្តិហើយលុយកាក់លោកអ្នកដែលកើតនៅឆ្នាំថោះរាសីនៅក្នុងថ្ងៃអង្គារទី25ខែសីហាឆ្នាំ2026នេះរាសីឡើងខ្ពស់ត្រដែតអ្នកកើតឆ្នាំថោះលេខសំណាង492ពណ៌សំណាងពណ៌កំបោររាសីកកបធ្វើអ្វីបានល្អកិច្ចការរកស៊ីចំនួនជួញដូរមុខរបរតូចធំគឺល្អប្រសើរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះលោកអ្នកដែលកើតនៅឆ្នាំរោងរាសីលោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរលេខសំណាងរបស់អ្នកកើតឆ្នាំរោងដែលខ្ញុំបានគុណគូជូនគឺលេខ8781ពណ៌សំណាងពណ៌អង្កាមដែលយើងកប់តកកប់អីចឹងបងប្អូនស្គាល់ទេពណ៌អង្កាមស្តៀងស្រូវបងប្អូនណាបាទលោកអ្នកដែលកើតនៅឆ្នាំម្សាញ់រាសីរបស់លោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរនៅថ្ងៃអង្គារទី25ខែសីហាឆ្នាំ2026នេះពណ៌សំណាងរបស់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់គឺពណ៌ចម្ប៉ាក្រៀមលេខសំណាងគឺលេខ911រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់នៅថ្ងៃអង្គារទី26នេះគឺល្អដាក់ចុះដោះឡើងរកស៊ីមានបានកាក់កបលោកអ្នកទាំងអស់គ្នាជាទីគោរពណាបាទលោកអ្នកដែលបានពឹងពាក់ឲ្យខ្ញុំលោកគ្រូមហាជុំធ្វើនៅខ្សែចង្កេះជូនដែលបានប្រាប់ថ្ងៃខែឆ្នាំកំណើតក៏ដូចជាប្រាប់ឈ្មោះខ្ញុំបានធ្វើរួចរាល់ហើយចឹងសូមលោកអ្នកទំនាក់ទំនងដើម្បីទទួលយកខ្សែចង្កេះបងប្អូននេះជាខ្សែចង្កេះដែលខ្ញុំធ្វើឡើងពីអំបោះហុងស៊ុយ5ធាតុដែលខ្ញុំធ្វើជាពិសេសដើម្បីជូនដល់បងប្អូនគុំក្មួយដែលកំពុងតែមានអារម្មណ៍ធុញថប់តបប្រមល់ធ្វើកិច្ចការងារអ្វីមិនបានសម្រេចធ្វើអ្វីមិនសូវបានកាក់កបលៀបជ័យមិនចូលចេះតែឈឺដោយឥតមូលហេតុចឹងទាំងអស់នេះគឺសញ្ញាណនៃភាពអវិជ្ជមាននៅក្នុងខ្លួនចឹងខ្សែចង្កេះនេះកាលណាយើងយកទៅពាក់
ជាប់នឹងចង្កេះនឹងដេញរាល់រឿងមិនល្អនឹងដេញរាល់រឿងអាក្រក់ទាំងឡាយចេញពីខ្លួនហើយការពារកុំឲ្យរឿងអាក្រក់ទាំងអស់នោះចូលមកនៅក្នុងខ្លួនយើងហើយថែមទាំងជួយជំរុញឲ្យយើងដែលពាក់ខ្សែចង្កេះនេះនឹងទទួលបានលៀបសំណាងដែលទទួលបាននឹងលៀបជ័យជួយឲ្យយើងលក់ដូរដាច់រកស៊ីមានបានកកបរាសីឡើងកាត់ឆុងលើករាសីអញ្ចឹងលោកអ្នកណាដែលមានបញ្ហាធ្វើអ្វីមិនបានជោគជ័យធ្វើអ្វីស្មុគស្មាញហើយធ្វើអ្វីមិនសមប្រកបហើយមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេបិទបាំងឬមួយក៏មានបញ្ហាក្នុងក្រុមគ្រួសារលោកអ្នកត្រូវយកខ្សែចង្កេះហុងស៊ុយ5ធាតុនេះយកទៅពាក់ឲ្យបានគ្រប់គ្នានោះលោកអ្នកនឹងទទួលបាននៅភាពជោគជ័យល្អប្រសើរអញ្ចឹងលោកអ្នកបើចង់បានលោកអ្នកទំនាក់ទំនងមកខ្ញុំប្រាប់នៅខែឆ្នាំកំណើតក៏ដូចជាឈ្មោះខ្ញុំនឹងធ្វើជូនណាបាទជួយបញ្ញាប់បន្តិចប្រហែលជាខ្ញុំនឹងបិទនៅក្នុងពេលឆាប់នេះបងប្អូនបាទហើយលោកអ្នកជាបន្តរាសីសម្រាប់ថ្ងៃអង្គារទី25ខែសីហាឆ្នាំ2026ខ្ញុំសូមទស្សន៍ទាយដល់លោកអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកដែលកើតឆ្នាំមមីលេខសំណាងគឺលេខ215ពណ៌សំណាងគឺពណ៌ស៊ីនួនបងប្អូនបាទអ្នកដែលកើតនៅឆ្នាំមមីលោកអ្នកសូមប្រយ័ត្នមាត់ប្រយ័ត្នកបន្តិចនៅថ្ងៃនេះបើមិនចង់ឲ្យមានរឿងអញ្ចឹងមាត់កពាក្យសម្ដីហ្នឹងយើងមុននឹងនិយាយយើងត្រូវគិតកុំឲ្យមានបញ្ហាកុំឲ្យមានរឿងរាវកើតឡើងធ្វើឲ្យយើងរំខានណាពីព្រោះអ្នកនៅជុំវិញខ្លួនយើងហ្នឹងបន់តែយើងនិយាយអីលើសទេអាងធ្វើបាបយើងអាងចំណែននិន្ទាឈ្នានីសយើងអញ្ចឹងអ្នកដែលកើតឆ្នាំមមីត្រូវប្រយ័ត្នប្រយែងបងប្អូនបាទអ្នកដែលកើតនៅឆ្នាំមមែលេខសំណាងលេខ479ពណ៌សំណាងពណ៌ស្វាយលោកអ្នកថែទាំសុខភាពបន្តិចពីព្រោះថាថ្ងៃអង្គារនេះបើមិនថែទាំទេលោកអ្នកនឹងមានជំងឺឈឺថ្កាត់ហើយឈានទៅដល់ធ្ងន់ធ្ងរទៀតអញ្ចឹងត្រូវប្រយ័ត្នណាហើយបើមានអារម្មណ៍ថាមិនស្រួលលោកអ្នកប្រញាប់កុសខ្យល់លោកអ្នកប្រញាប់លេបថ្នាំដើម្បីកុំឲ្យឈឺលោកអ្នកដែលកើតនៅឆ្នាំវោកលេខសំណាងគឺលេខ204ពណ៌សំណាងពណ៌សនៅក្នុងថ្ងៃនេះលោកអ្នកប្រយ័ត្នមានរឿងគេក្បត់ចិត្តប្រយ័ត្នប្តីក្បត់ចិត្តប្រយ័ត្នមិត្តក្បត់ចិត្តប្រយ័ត្នសង្សារក្បត់ចិត្តអញ្ចឹងបើគេមានអារម្មណ៍អីប្លែកអានឹងគួរតាមដានហើយបើគេចង់ចេញទៅណាដោយមិនប្រាប់យើងអានឹងក៏តាមដានដែរព្រោះអាចមានគេរៀបផែនការក្បត់លោកអ្នកដែលកើតនៅឆ្នាំរការាសីឡើងខ្ពស់ត្រដែតណាលេខសំណាង883ពណ៌សំណាងគឺពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំចរាសីក៏ឡើងខ្ពស់ត្រដែតដែរលេខសំណាងគឺលេខ591ពណ៌សំណាងពណ៌ខ្មៅលោកអ្នកដែលកើតឆ្នាំកុលលេខសំណាងលេខ920ពណ៌សំណាងពណ៌ត្នោតសរុបមកលោកអ្នកដែលកើតឆ្នាំលកាចកុលឆ្នាំទាំង3ចុងក្រោយនេះគឺរាសីឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតឆ្នាំរកាចកុលគឺឡើងខ្ពស់ត្រដែតអញ្ចឹងអត់មានបញ្ហាអ្វីទេលោកអ្នកទាំងអស់គ្នាជាទីគោរពណាថ្ងៃនេះថ្ងៃទី25ថ្ងៃអង្គារហើយអញ្ចឹងនៅសល់តែមួយថ្ងៃទៀតទេគឺចូលដល់ពិធីបុណ្យសែនក្បាលទឹកគឺសែនក្បាលទឹកឆ្នាំនេះគឺថ្ងៃទី27ខែសីហាឆ្នាំ2026បុណ្យសែនក្បាលទឹកនេះគឺបុណ្យសំខាន់ណាស់ដែលកូនចៅជាប់ខ្សែស្រឡាយចិនហ្នឹងគឺត្រូវប្រារព្ធសែនហើយការសែនក្បាលទឹកនេះគឺយើងសែនទៅតាមទំនៀមទម្លាប់មានតិចសែនតិចមានច្រើនសែនច្រើនមានតិចសែនតិចមិនទៅខ្ចីលុយគេមកសែនទេគឺអត់បានបុណ្យទេប៉ុន្តែមានច្រើនសែនច្រើនប៉ុន្តែអ្នកខ្លះមានតិចសែនតិចមានច្រើនសែនតិចអានឹងអត់ត្រឹមត្រូវទេកុំរិះកុំថាំរឿងសែនព្រេននេះមួយធ្វើទៅតាមលទ្ធភាពណាបាទសែនហើយបញ្ជូនបុណ្យកុសលដល់ជីដូនជីតាកុងម៉ាជួយឲ្យយើងរកស៊ីមានបានកកបហើយលោកអ្នកផ្លែឈើដែលមិនគួររំលងនៅក្នុងឆ្នាំនេះបងប្អូនផ្លែសារីពណ៌សផ្លែក្រូចពណ៌លឿងផ្លែសកានៀកហើយនឹងចេកណាំវ៉ាលឿង4មុខហ្នឹងគឺត្រូវតែមានហើយជួយឲ្យហុងស៊ុយយើងរីកចម្រើនលូតលាស់ហើយម្ហូបអាហារកុំចោលម្ហូប3មុខឆាយើងឆាមីសួរយើងឆាមីទៅបំពងមានឆៃយ៉បំពងឬមួយក៏ត្រីបំពងសម្លទឹកយើងស្ងោរចាប់ឆាយជៀសវាងសម្លដែលមានរសជាតិប្រៃល្វីងជូរចត់ហឹលគឺគេមិនប្រើទេហើយបងប្អូនបាយត្រូវមាន5កូនចានដំបូងបំផុតមានស្រាស5ពែងទឹកតែដាក់ជួរមុខ5ពែងបន្ទាប់មកស្រាស5ពែងមានសាសែមានមាន់ស្ងោរមានសាច់ជ្រូក3ជាន់ស្ងោរមានពងទាស្ងោរមានបាយមានសម្លមាននំចំណីមានទឹកផ្លែឈើតាមលទ្ធភាព
ប៉ុន្តែបើយើងធ្វើមកល្មមតាមលទ្ធភាពយើងស្ទើរធនធានបងប្អូនមានផ្លែឈើ5មុខមួយថាសនំឡើងនំពងទាចំហុយកុំយកដុតមួយគូសាសេមួយចានមាន់មួយជ្រូកសាច់ជ្រូកស្ងោរហើយនឹងពងទាហើយបាយ5កូនចានសម្លដាក់តែ3មុខហ្នឹងទៅប៉ុណ្្នឹងទៅរួចហើយអត់មានអីច្រើនទេប៉ុន្តែបើយើងមានយើងអាចថែមនំថែមអីស្អីទឹកក្រូចទឹកសុទ្ធអីបច្ចៈបន្ថែមទៀតក៏បានដែរប៉ុន្តែអត់មានដាក់តែស្រា5ពេកហ្នឹងគឺគ្រប់ហើយអ្វីដែលសំខាន់គឺกระดาษសែនព្រោះกระดาษសែនក្បាលទឹកគឺរៀបអត់ត្រូវអត់បានដល់ទេពីព្រោះការសែននេះគឺត្រូវបញ្ជូនកសលដល់ដូនតាអញ្ចឹងយើងត្រូវតែរៀបចំกระดาษសែនឲ្យបានត្រឹមត្រូវបញ្ជូនទៅដល់គាត់ចឹងกระดาษសែននេះមានកระดาษសែនសុំចាប់ជាតិមានកระดาษសែនសុំយមរាជមានកระดาษសែនបើកផ្លូវហើយមានលុយមានកាក់មានខោអាវមានសម្លៀកបំពាក់ហើយបើយើងធ្វើត្រូវដូនតាយើងបានបុណ្យកុសលគឺគាត់បានទៅចាប់ជាតិលែងមានទុកទោសពីព្រោះសែនក្បាត់ទឹកហ្នឹងគឺបុណ្យភ្ជុំចិនអញ្ចឹងយើងទៅទិញតាមផ្សារគឺយើងរៀបអត់ត្រូវទេគឺអត់ត្រូវក្បួនត្រូវខ្នាតសែនអត់បានប្រយោជន៍ហើយបងប្អូនខ្ញុំដោយសារការសនុំពរខ្ញុំរៀបចំនៅឈុតសែនក្បាត់ទឹកនឹងជូនដល់លោកអ្នកអញ្ចឹងលោកអ្នករឿងសែនក្បាត់ទឹកនេះខ្ញុំរៀបចំជូនណាមកប្រដាប់ខ្ញុំនឹងគឺមានសពគ្រប់មានសែនព្រះភូមិចំនាងផ្ទះទេវតាកុងម៉ាចំនាងចង្ក្រានសែនកុងម៉ាសែនខ្មោចអនាថាហើយមានទៀនមានធូបមកកំ pl សម្រាប់បងប្អូនសែនណាចឹងបងប្អូនចង់បានអាចរូតរះបន្តិចពីព្រោះថាត្រឹមថ្ងៃហ្នឹងទេគឺលែងមានទៀតហើយគឺខ្ញុំទទួលជូនរៀបចំលោកអ្នកត្រឹមថ្ងៃហ្នឹងពីព្រោះខ្ញុំឈប់ទទួលហើយព្រោះវាគៀកថ្ងៃហើយចឹងបងប្អូនមិនបាច់ចាំទៅទិញឡានទិញវីឡាទិញផ្ទះអីទៀតទេព្រោះក្បួនអត់ឲ្យប្រើទេប៉ុន្តែបើយើងប្រើអាហ្នឹងយើងចំណាយធនធានច្រើនហើយវាអត់សូវត្រូវចឹងយើងប្រើតែប៉ុណ្្នឹងទៅកាក់កបហើយបងប្អូននេះជាกระดาษសែនលោកគ្រូណាមួយសេតហ្នឹងគឺមានទាំងអស់ហើយបងប្អូនចង់បានបងប្អូនអាចតំណាក់តំណងខ្ញុំរៀបចំជូនហើយខ្ញុំនឹងណែនាំបន្ថែមទៀតថាតើយើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងបងប្អូនសែនរាល់ដងបងប្អូនឆ្ងល់ចំណាយលុយអស់ច្រើនប៉ុន្តែអត់សូវត្រូវអាហ្នឹងមកវិញយើងធ្វើអត់ត្រូវអញ្ចឹងឥឡូវនេះធ្វើឲ្យត្រូវតាមក្បួនលោកគ្រូមហាជុំទៅយើងបានកាក់កបអញ្ចឹងនៅថ្ងៃអង្គារនេះសូមជូនពរឲ្យបងប្អូនចម្រើនរុងរឿងគ្រប់ក្រុមគ្រួសារទាំងអស់គ្នា